ស្ដីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានម្ហូបមួយមុខគឺឆាលៀសធ្វើញ៉ាំបាយថ្ងៃត្រង់ជាមួយនឹងក្រុមការងារគ្រឿងផ្សំថ្ងៃនេះមានដូចជាប៊ីចេងបន្តិចទៅអំបិលបន្តិចស្កររ៉ឺឌីទឹកត្រីបន្ទាប់មកគឺប្រេងខ្យងរបស់សិប្បកម្មរ៉ារីធ្វើឲ្យម្ហូបឆ្ងាញ់គ្រប់មុខបន្ទាប់មកគឺម្ទេសឆារ៉ារីជាគ្រឿងផ្សំប្រចាំតកូររបស់សិប្បកម្មរ៉ារីធ្វើឲ្យម្ហូបមានរសជាតិកាន់តែហឹរឆ្ងាញ់សូមដាក់បន្តិចបានទេណាព្រោះក្រុមការងារខ្ញុំអត់សូវចេះហឹរទេយើងចាប់ដើមចិត្តឆ្អិនដែរណាហើយក្លិនវាក៏ចាប់ដើមឈ្ងុយបដាដែរប្រេងខ្យងរបស់សិប្បកម្មរ៉ារីធ្វើឲ្យម្ហូបយើងកាន់តែឆ្ងាញ់ពុកម៉ែបងប្អូនឥឡូវលីយើងចាប់ដើមឆ្អិនហើយហាមាត់អស់ហើយឥឡូវយើងចាប់ដើមដួសដាក់ចានចាលីយើងបានដួសដាក់ចានរួចហើយយើងក៏មានផ្ការំដួលតំណាងឲ្យផលិតផលរបស់កូនខ្មែរយកមកដេកជាមួយនឹងលៀសឆារបស់យើងដើម្បីឲ្យមានសោភ័ណភាពកាន់តែស្រស់ស្អាត